រដ្ឋមន្ត្រីអប់រំជំរុញការបង្រៀនភាសាបារាំងនិងបង្កើតក្រុមប្រឹក្សាភាសាបារាំងនៅតាមវិទ្យាល័យរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានជំរុញទៅដល់ភាគីពាក់ព័ន្ធទាំងអស់ជំរុញការរៀននិងបង្រៀនភាសាបារាំងព្រមទាំងបន្ថែមការផ្សព្វផ្សាយបញ្ជ្រាបពីសារៈសំខាន់នៃភាសានេះទៅកាន់សិស្សានុសិស្សក្នុងជំនួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំនិងបុគ្គលិកអប់រំនៃមន្ទីរអប់រំយុវជននិងកីឡាក៏ដូចជាគ្រូបង្រៀនថ្នាក់ពីរភាសាបារាំងខ្មែរនៅក្នុងខេត្តសៀមរាបកាលពីថ្ងៃទី2ខែធ្នូឆ្នាំ2025កន្លងទៅឯកឧត្តមបណ្ឌិតសភាចារហុងជួននរុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានថ្លែងកោតសរសើរនិងវាតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធដើម្បីជ្រោមជ្រែងវិស័យអប់រំជាពិសេសការបន្តនិរន្តរភាពនៃការរៀននិងបង្រៀនភាសាបារាំងប្រកបដោយគុណភាពនិងប្រសិទ្ធភាពទន្ទឹមនឹងនេះឯកឧត្តមបណ្ឌិតសភាចារបានគូបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំនាយកដ្ឋានជំនាញនិងក្រុមការងារលេខាធិការដ្ឋានកិច្ចសហប្រតិបត្តិការភាសាបារាំងនៅក្នុងការចូលរួមពង្រឹងនិងលើកកម្ពស់ការបង្រៀននិងរៀនភាសាបារាំងរួមទាំងលទ្ធផលសម្រេចបាននាពេលកន្លងមកនៃការអនុវត្តកម្មវិធីសិក្សាថ្នាក់ពីរភាសាបារាំងខ្មែរជីវភាសាទី1ទី2រួមទាំងការព្យាយាមដោះស្រាយបញ្ហាប្រឈមនានាដើម្បីបន្តជំរុញនិងលើកកម្ពស់ការពង្រឹងការបណ្ដុះបណ្ដាលភាសាបារាំងឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់ជាអនុសាសន៍ទៅដល់ភាគីពាក់ព័ន្ធទាំងអស់បន្ថែមការផ្សព្វផ្សាយបញ្ជ្រាបពីសារៈសំខាន់និងឱកាសដែលទទួលពីការសិក្សាភាសាបារាំងក៏ដូចជាការបង្កើតក្លឹបសិក្សាតម្រង់ទិសវិជ្ជាជីវៈនិងជំនាញពាក់ព័ន្ធទៅនឹងភាសាបារាំងនិងឱកាសទទួលបានអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាមួយគ្នានេះក៏ត្រូវពង្រឹងការបណ្ដុះបណ្ដាលបំពេញសមត្ថភាពគ្រូបង្រៀនភាសាបារាំងរៀបចំជាវីដេអូដើម្បីលើកកម្ពស់និងផ្សព្វផ្សាយបង្កើនភាពទាក់ទាញរបស់ភាសាបារាំងហើយជាពិសេសនោះបង្កើតក្រុមប្រឹក្សាភាសាបារាំងនៅតាមវិទ្យាល័យនិងរៀបចំកម្មវិធីប្រឡងប្រណាំងនិយាយភាសាបារាំងលើកកម្ពស់ការសន្ទនាជាភាសាបារាំងបង្កើតមាតិកាជាភាសាបារាំងក៏ដូចជាបង្កើតអ្នកមានឥទ្ធិពលដែលប្រើប្រាស់ភាសាបារាំងឯកឧត្តមបណ្ឌិតសភាចារក៏បានជំរុញឲ្យបង្កើតបណ្ដាញសិស្សនិងនិស្សិតដែលនិយាយភាសាបារាំងនិងសិក្សាពីបញ្ហាប្រឈមនៃការរៀនភាសាបារាំងជាមួយនឹងការស្វែងរកដំណោះស្រាយពង្រឹងការបណ្ដុះបណ្ដាលនិងការបែងចែកធនធានពិនិត្យឡើងវិញនៅសៀវភៅសិក្សាគោលកម្មវិធីសិក្សាភាសាបារាំងនិងមុខវិជ្ជាឯកទេសផ្សេងៗទៀតដែលរៀនជាភាសាបារាំងឯកឧត្តមបានណែនាំឲ្យរៀបចំនិងការវាតម្លៃឡើងវិញនៅការរៀននិងបង្រៀនភាសាបារាំងក៏ដូចជាពិនិត្យនិងផ្ដល់ជូននៅឧបករណ៍ Digital ការបង្កើតសម្ភារៈឧបទេសដើម្បីជំរុញឲ្យការរៀនភាសាមានភាពទាក់ទាញនិងការរៀបចំបង្កើតវិធីសាស្ត្របង្រៀនថ្មីៗភាសាបារាំងនៅតែមានសារៈសំខាន់នៅក្នុងប្រព័ន្ធអប់រំកម្ពុជាបើទោះបីជាបច្ចុប្បន្នភាសាអង់គ្លេសកំពុងមានឥទ្ធិពលខ្លាំងក៏ដោយលោកជំទាវបណ្ឌិតខួនវិជ្ជការណែនាំពាក្យក្រសួងអប់រំមានប្រសាសន៍ដែរថាការចេះភាសាបារាំងសំខាន់សម្រាប់ការងារតាក់ទងទៅនឹងការស្រាវជ្រាវប្រវត្តិសាស្ត្រវប្បធម៌អរិយធម៌ដោយសារតែអ្នកប្រាជ្ញបារាំងបានសិក្សាទៅលើវប្បធម៌អរិយធម៌ខ្មែរជាច្រើននៅក្នុងសម័យអាណាព្យាបាលបារាំងហើយក៏បានបន្សល់ទុកនៅឯកសារជាច្រើនបើតាមលោកជំទាវខួនវិជ្ជការបច្ចុប្បន្នភាសាបារាំងនៅតែជាភាសាមួយនៅក្នុងចំណោមភាសាសំខាន់ៗរបស់អង្គការសហប្រជាជាតិហើយក៏មានការប្រើប្រាស់ច្រើនទាំងនៅអាស៊ីនិងអឺរ៉ុបនិងនៅអាហ្វ្រិកដែលផ្ដល់នូវអត្ថប្រយោជន៍ទៅដល់សិស្សានុសិស្សអ្នកបំពេញការងារឬប្រកបអាជីវកម្មទៅអនាគតបើក្រឡេកមើលពីវិស័យទេសចរក៏ឃើញមានចំនួនភ្ញៀវទេសចរដែលមកពីប្រទេសបារាំងឬប្រទេសដែលនិយាយភាសាបារាំងក៏មានចំនួនច្រើនដែរដែលមកទស្សនាកម្ពុជាដែលនេះក៏ជាឱកាសការងាររបស់ប្រជាជនកម្ពុជាដែរបច្ចុប្បន្នក្រសួងអប់រំបានដាក់ឲ្យដំណើរការនៅកម្មវិធីសិក្សាថ្នាក់ពីរភាសាបារាំងខ្មែរចំនួន20ភាសាដែលមានសិស្សសរុបប្រមាណជាង 2000 នាក់នៅទូទាំង7រាជធានីខេត្តរួមមានរាជធានីភ្នំពេញខេត្តកណ្ដាលកំពង់ចាមបាត់ដំបងសៀមរាបនិងខេត្តព្រះសីហនុចំណែកឯការអនុវត្តកម្មវិធីសិក្សាថ្នាក់ពីរភាសាបារាំងខ្មែរជីវភាសាទី1ទី2បានអនុវត្តនៅក្នុងសាលាទូទាំងប្រទេសជាពិសេសនោះក្នុងសាលារៀនជំនាន់ថ្មី